តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីមួយអ្នកពោរពេញទៅដោយក្តីសង្ឃឹមកម្លាំងចិត្តនិងភាពរំភើបអ្នកគិតថាលើកនេះខ្ញុំនឹងធ្វើវាឲ្យបានប៉ុន្តែប្រហែលសប្តាហ៍ក្រោយមកភ្លើងនៃចំណងនោះក៏ចាប់ផ្ដើមរលត់បាត់ទៅវិញអ្នកខកខានមួយថ្ងៃបន្ទាប់មកឡើងដល់2ថ្ងៃរួចហើយក៏បោះបង់ចោលទាំងស្រុងតែម្ដងទទួលស្គាល់ថាការចាប់ផ្ដើមធ្វើអ្វីមួយគឺងាយស្រួលទេអ្នកអាចចាប់ផ្ដើមហាត់ប្រាណនៅថ្ងៃស្អែកអ្នកអាចចាប់ផ្ដើមរៀនភាសាថ្មីអ្នកអាចចាប់ផ្ដើមសន្សំលុយឬចាប់ផ្ដើមអាជីវកម្មតូចមួយប៉ុន្តែសំណួរសួរថាតើអ្នកអាចបន្តវាបានរហូតដល់ខែទី3ខែទី6ឬរហូតដល់ឆ្នាំក្រោយបានដែរឬទេមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារពួកគាត់គ្មានសមត្ថភាពគ្មានធនធានឬក៏គ្មានឱកាសនោះទេពួកគេបរាជ័យដោយសារតែភ្លើងនៃការតាំងចិត្តរបស់ពួកគេរលត់នៅពាក់កណ្ដាលទីដូច្នេះតើអ្នកអាចរក្សាការតាំងចិត្តរបស់អ្នកឲ្យនៅជាប់លាប់រហូតដល់ចប់ដោយរបៀបណាតើអ្នកអាចបញ្ឆេះភ្លើងនោះឡើងវិញរាល់ពេលដែលវាជិតរលត់ដោយរបៀបណាដែរនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជាមួយអ្នកនៅ5វិធីសាស្ត្រដែលអាចអនុវត្តបានជាក់ស្ដែងដើម្បីថែរក្សាការតាំងចិត្តរបស់អ្នកឲ្យនៅរឹងមាំជានិច្ចហើយខ្ញុំគឺពិតជាចង់ឲ្យអ្នកទាំងអស់គ្នាមកអនុវត្តជាមួយខ្ញុំដែរប្រសិនបើអ្នកធុញទ្រាន់នឹងការចាប់ផ្ដើមថ្មីរាល់ខែប៉ុន្តែមិនដែលឃើញលទ្ធផលសូមបន្តទស្សនាវីដេអូនេះព្រោះថ្ងៃនេះខ្ញុំនឹងចែករំលែកពីអាថ៌កំបាំងនៃការក្លាយជាមនុស្សដែលធ្វើអ្វីមួយបានសម្រេចមិនមែនគ្រាន់តែជាការចាប់ផ្ដើមដោយរាល់ដងនោះទេតោះស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាខ្ញុំក៏ចង់ដឹងដូចអ្នកទាំងអស់គ្នាដែរមេរៀនទី1គឺបដូរពីការប្រើកម្លាំងចិត្តមកប្រើវិន័យតើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមនុស្សមួយចំនួនអាចហាត់ប្រាណរាល់ព្រឹកទាំងដែលពួកគេមិនមែនជាមនុស្សដែលមានកម្លាំងចិត្តខ្លាំងជាងគេទេហេតុអ្វីបានជាអ្នកខ្លះអានសៀវភៅបានចប់ខណៈដែលអ្នកផ្សេងទៀតឈប់ត្រឹមតែជំពូកទី1ចម្លើយគឺពួកគេមិនពឹងផ្អែកលើកម្លាំងចិត្តទេពួកគេពឹងផ្អែកទៅលើវិន័យកម្លាំងចិត្តគឺដូចជាអាកាសធាតុអញ្ចឹងថ្ងៃខ្លះល្អថ្ងៃខ្លះក៏អាក្រក់ពេលខ្លះអ្នកក្រោកពីគេងហើយមានអារម្មណ៍ថាវ៉ាវថ្ងៃនេះខ្ញុំពោរពេញទៅដោយថាមពលខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងប៉ុន្តែថ្ងៃខ្លះទៀតអ្នកអាចមានអារម្មណ៍ថាខ្ជិលហត់ឬក៏មិនចង់ធ្វើអ្វីទាល់តែសោះបើអ្នករងចាំតែថ្ងៃដែលមានកម្លាំងចិត្តល្អអ្នកនឹងធ្វើការបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងមួយខែដូចនេះអ្នកមិនអាចពឹងផ្អែកទៅលើកម្លាំងចិត្តទាំងស្រុងបានទេត្រូវឈប់សួរខ្លួនឯងរាល់ព្រឹកថាតើថ្ងៃនេះខ្ញុំចង់ធ្វើវាឬអត់ព្រោះចម្លើយនឹងប្រែប្រួលទៅតាមអារម្មណ៍បណ្ដោះអាសន្នរបស់អ្នកតែផ្ទុយទៅវិញចូលកំណត់សកម្មភាពរបស់អ្នកឲ្យជាកាតព្វកិច្ចដូចជាការងូតទឹកដុសធ្មេញឬក៏បើកភ្លើងពេលយប់នោះឯងតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើថ្ងៃនេះខ្ញុំគួរដុសធ្មេញដែរឬក៏អត់ប្រកាសជាអត់ដែរទេត្រូវអត់អ្នកគ្រាន់តែក្រោកឡើងហើយដុសធ្មេញព្រោះវាคล้ายទៅជាទម្លាប់ដ៏ស្វ័យប្រវត្តិបាត់ទៅហើយគ្មានការចរចាគ្មានការសង្ស័យឬការតវ៉ាអ្វីទាំងអស់ចុះបើអ្នកអាចធ្វើឲ្យគោលដៅធំៗរបស់អ្នកនោះដូចជាការអានការហាត់ប្រាណឬក៏ការរៀនជំនាញថ្មីៗឲ្យคล้ายទៅជាទម្លាប់ស្វ័យប្រវត្តិបែបនោះដែរឥឡូវយើងមកដឹងពីវិធីអនុវត្តទាំងអស់គ្នាទី1អ្នកអាចកំណត់ពេលវេលាណាមួយសម្រាប់សកម្មភាពនោះឧទាហរណ៍ហាត់ប្រាណវេលាម៉ោង6ព្រឹកឬក៏ម៉ោង8យប់រយៈពេល15នាទីឬក៏20នាទីជារៀងរាល់ថ្ងៃទី2កុំសួរខ្លួនឯងថាចង់ធ្វើដែរទេចូលត្រូវនិយាយថាដល់ម៉ោងធ្វើហើយទី3ចាប់ផ្ដើមតូចៗធ្វើតែ5នាទីដំបូងបានហើយបើមិនចង់ធ្វើវាបន្តក៏បានធ្វើយ៉ាងហោចណាស់5នាទីនេះដែរទី4ប្រើអាឡាមឬក៏ការរំលឹកឬក៏កំណត់ហេតុប្រចាំថ្ងៃដើម្បីតាមដានកុំភ្លេចថាវិន័យឈ្នះកម្លាំងចិត្តជានិច្ចព្រោះកម្លាំងចិត្តឡើងចុះតែវិន័យគឺជាផ្លូវរថភ្លើងដែលនាំអ្នកទៅកាន់គោលដៅទោះបីជាអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយចាប់ផ្ដើមថ្ងៃនេះឈប់រងចាំកម្លាំងចិត្តហើយចាប់ផ្ដើមបង្កើតវិន័យឲ្យខ្លួនឯងវិញមេរៀនទី2គឺត្រូវចងចាំទៅលើហេតុផលហេតុអ្វីបានជាយើងបោះបង់ព្រោះតែពេលដែលផ្លូវរបស់យើងកាន់តែលំបាកការឈឺចាប់កាន់តែខ្លាំងហើយភាពអស់កម្លាំងក៏កើនឡើងយើងចាប់ផ្ដើមភ្លេចថាហេតុអ្វីបានជាយើងចាប់ផ្ដើមធ្វើរឿងទាំងអស់នេះវាដូចជាការជិះទូកក្នុងសមុទ្រដ៏ធំល្វឹងល្វើយគ្មានត្រីវិស័យគ្មានផ្កាយគ្មានអ្នកនាំអញ្ចឹងយើងវង្វេងហើយចុងក្រោយក៏បោះបង់ចោលហេតុផលគឺជាត្រីវិស័យរបស់អ្នកវាគឺជាហេតុផលដ៏ជ្រាលជ្រៅដែលអាចទាញអ្នកឲ្យក្រោកឡើងនៅពេលដែលរាងកាយរបស់អ្នកចង់ដួលប៉ុន្តែហេតុផលទាំងអស់មិនមានថាមពលស្មើគ្នានោះទេឧបមាថាអ្នកចង់សន្សំលុយបើអ្នកគ្រាន់តែប្រាប់ខ្លួនឯងថាខ្ញុំចង់មានលុយនេះជាហេតុផលដែលនៅខ្សោយណាស់
ពេលអ្នកឃើញអាហារឆ្ងាញ់ៗឬក៏សម្លៀកបំពាក់ស្អាតៗអ្នកនឹងចាយវាភ្លាមព្រោះចង់មានលុយវាមិនផ្ទុះអារម្មណ៍គ្រប់គ្រាន់នោះទេតែបើអ្នកប្រាប់ខ្លួនឯងថាខ្ញុំត្រូវសន្សំលុយដើម្បីឲ្យម៉ាក់របស់ខ្ញុំឈប់ធ្វើការនៅឆ្នាំក្រោយម៉ាក់អាយុ60ឆ្នាំហើយនៅតែលក់បន្លែក្រោមកម្ដៅថ្ងៃដដែលខ្ញុំចង់ឲ្យម៉ាក់មានជីវិតសប្បាយមុនពេលវាកន្លងផុតទៅនេះជាហេតុផលដែលមានឥទ្ធិពលយ៉ាងខ្លាំងវាភ្ជាប់ទៅនឹងបេះដូងក្តីស្រឡាញ់ក៏ដូចជាការដឹងគុណពេលអ្នកហត់ហើយចង់ទិញកាហ្វេមួយពែងថ្លៃៗអ្នកនឹងនឹកឃើញមុខម៉ាក់របស់អ្នកហើយឈប់ចាយលុយនោះភ្លាមវិធីក្នុងការអនុវត្តចំណុចទី1អ្នកអាចសរសេរហេតុផលរបស់អ្នកឲ្យបានច្បាស់កុំទុកវានៅក្នុងតែខួរក្បាលអ្នកប៉ុណ្ណោះយកក្រដាសមួយសន្លឹកឬកំណត់ហេតុក្នុងទូរស័ព្ទហើយសរសេរថាហេតុអ្វីខ្ញុំត្រូវតែបន្តទី2ប្រើអារម្មណ៍ហេតុផលល្អត្រូវតែធ្វើឲ្យមានអារម្មណ៍អ្វីមួយដូចជាក្តីស្រឡាញ់ក្តីសង្ឃឹមកំហឹងចំពោះស្ថានភាពបច្ចុប្បន្នឬក៏ក្តីស្រមៃជាដើមទី3អ្នកអាចដាក់វានៅកន្លែងដែលអ្នកឃើញរាល់ថ្ងៃអ្នកអាចបិទលើតុផ្ទាំងកុំព្យូទ័រឬក៏ថតជារូបភាពសម្រាប់ដាក់លើអេក្រង់ទូរស័ព្ទក៏ថាបានទី4រៀងរាល់ព្រឹកមុនពេលអ្នកចាប់ផ្ដើមការងារសូមអានហេតុផលទាំងនោះឲ្យបានខ្លាំងៗឬក៏លឺនេះអ្នកនឹងបញ្ឆេះភ្លើងរបស់អ្នកសម្រាប់ពេញមួយថ្ងៃកុំភ្លេចថាពេលដែលអ្នកហត់នឿយអ្នកនឹងភ្លេចថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវានោះគឺជាធម្មជាតិរបស់មនុស្សដូច្នេះចូលសរសេរវាទុកជាមុនសិនកុំទុកឲ្យភាពហត់លួចយកហេតុផលរបស់អ្នកទៅបាត់ចងចាំវាឲ្យជាប់ហើយអ្នកនឹងឃើញថាផ្លូវណាក៏មិនវែងពេកសម្រាប់អ្នកដែរមេរៀនទី3ត្រូវផ្ដោតលើឬក៏រីករាយទៅលើដំណើរការមិនមែនផ្ដោតទៅលើលទ្ធផលនោះទេតើអ្នកធ្លាប់ជួបប្រទះរឿងនេះដែរទេអ្នកចាប់ផ្ដើមរៀនភាសាថ្មីហើយគិតថា3ខែទៀតខ្ញុំនឹងនិយាយឲ្យបានស្ទាត់តែ3ខែកន្លងផុតទៅអ្នកនិយាយបានតែប៉ុន្មានពាក្យប៉ុណ្ណោះអ្នកខកចិត្តហើយក៏បោះបង់ឬក៏អ្នកចាប់ផ្ដើមហាត់ប្រាណសង្ឃឹមថា2សប្តាហ៍ក្រោយអ្នកនឹងមានសាច់ដុំស្អាតដូចតារាម៉ូដែល2សប្តាហ៍កន្លងផុតទៅអ្នកឆ្លុះកញ្ចក់ឃើញរូបរាងនៅដដែលអ្នកក៏បោះបង់ចោលទៀតនេះជាអន្ទាក់ដ៏ធំមួយការសម្លឹងមើលតែគោលដៅចុងក្រោយដែលនៅឆ្ងាយគឺដូចជាផ្កាយដែលនៅលើមេឃអញ្ចឹងពេលអ្នកដើររកផ្កាយហើយមើលមិនឃើញខ្លួនឯងថាដល់ទីណាអ្នកនឹងបាក់ទឹកចិត្តហើយពេលបាក់ទឹកចិត្តអ្នកនឹងឈប់ភ្លាមដំណោះស្រាយនោះគឺផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់អ្នកជំនួសឲ្យការសួរថាតើខ្ញុំបានសម្រេចដល់គោលដៅហើយឬនៅចូលសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំបានធ្វើដំណើរការដែលត្រូវធ្វើដែរឬទេស្រមៃថាអ្នកចង់ឡើងភ្នំមួយដ៏ខ្ពស់បើអ្នកឈរនៅជើងភ្នំហើយសម្លឹងទៅមើលកំពូលភ្នំពេញមួយថ្ងៃអ្នកនឹងមានអារម្មណ៍ថាវាឆ្ងាយពេកហើយមិនចង់ចាប់ផ្ដើមនោះទេប៉ុន្តែបើអ្នកគ្រាន់តែផ្ដោតលើជំហានបន្ទាប់របស់អ្នកមួយជំហានតូចនៅពេលអ្នកងាកមើលទៅក្រោយអ្នកនឹងភ្ញាក់ផ្អើលថាអ្នកបានឡើងមកឆ្ងាយប៉ុណ្ណាហើយដូចគ្នាដែរក្នុងជីវិតប្រចាំថ្ងៃនេះអ្នកបានអានសៀវភៅចំនួន5ទំព័រវាមិនទាន់ឃើញលទ្ធផលទេប៉ុន្តែអ្នកបានធ្វើនៅដំណើរការនោះហើយថ្ងៃនេះអ្នកបានហាត់ប្រាណរយៈពេល30នាទីសាច់ដុំមិនទាន់ដុះទេប៉ុន្តែអ្នកបានធ្វើដំណើរការនេះហើយថ្ងៃនេះអ្នកបានសន្សំលុយបានចំនួន 10000 រៀលវាមិនទាន់ឲ្យអ្នកក្លាយទៅជាអ្នកមានទេប៉ុន្តែអ្នកបានធ្វើដំណើរការនេះហើយវិធីអនុវត្តទី1អ្នកអាចបំបែកគោលដៅធំឲ្យទៅជាតូចជំនួសឲ្យការដែលចង់ក្លាយជាអ្នកមានចូលកំណត់ថាថ្ងៃនេះខ្ញុំនឹងសន្សំលុយឲ្យបាន 5000 ឬក៏10000 រៀលចំណុចទី2ប្រើប្រតិទិនដើម្បីតាមដាននៅដំណើរការនោះអ្នកអាចគូសសញ្ញាខ្វែងជារៀងរាល់ថ្ងៃដែលអ្នកបានធ្វើអ្វីមួយទោះវាតូចក៏ដោយកុំឲ្យសញ្ញាខ្វែងនោះដាច់គ្នាអីព្យាយាមធ្វើឲ្យបានរាល់ថ្ងៃទី3អបអរសាទររាល់ជ័យជំនះតូចតាចអ្នកបានអាន5ទំព័រគឺជារឿងល្អជាងអានបាន0ទំព័រអ្នកបានហាត់ប្រាណចំនួន10នាទីក៏ជារឿងល្អដែរជាងមិនបានហាត់សោះចំណុចទី4អ្នកជឿជាក់លើអំណាចនៃការប្រមូលផ្ដុំដោយទឹកភ្លៀងមួយដំណក់មិនអាចធ្វើអ្វីបានទេតែរាប់ពាន់ដំណក់អាចធ្វើឲ្យថ្មអាចដាច់បានកុំភ្លេចថាលទ្ធផលគ្រាន់តែជាផលអច្ឆរិយៈនៃដំណើរការដែលធ្វើម្ដងហើយម្ដងទៀតបើអ្នកផ្ដោតទៅលើលទ្ធផលអ្នកនឹងតែងតែខកចិត្តជានិច្ចប៉ុន្តែបើអ្នកផ្ដោតទៅលើដំណើរការលទ្ធផលនឹងមករកអ្នកដោយស្វ័យប្រវត្តិចូលស្រឡាញ់ការធ្វើឲ្យច្រើនជាងការចង់បានហើយអ្នកនឹងមិនដែលចង់បោះបង់ឡើយមេរៀនទី4រៀបចំបរិយាកាសដែលជួយដល់ការតាំងចិត្តតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សដែលមានកម្លាំងចិត្តខ្លាំងក៏នៅតែបរាជ័យពួកគេភ្ញាក់ពីគេងដោយពោរពេញទៅដោយការបដិញ្ញាចិត្តតែនៅពេលល្ងាចពួកគេបានធ្វើអ្វីដែលពួកគេស្បត់ថានឹងមិនធ្វើហេតុអ្វី
ព្រោះការតាំងចិត្តតែមួយមុខមិនអាចយកឈ្នះការលបួងបានរហូតនោះទេយើងជាមនុស្សមិនមែនជាម៉ាស៊ីនយើងមានអារម្មណ៍យើងចង់បានភាពស្រួលយើងងាយនឹងទទួលការលបួងដូច្នេះជំនួសឲ្យការពឹងផ្អែកទៅលើកម្លាំងចិត្តដើម្បីទទួលនឹងការលបួងចូលធ្វើឲ្យការលបួងទាំងនោះមិនអាចកើតឡើងតាំងពីដំបូងមកឧបមាថាអ្នកចង់សម្រកទម្ងន់អ្នកភ្ញាក់ពីព្រឹកព្រលឹមហើយប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងមិនបរិភោគបង្អែមទេប៉ុន្តែល្ងាចមកដល់អ្នកត្រឡប់មកវិញដោយអស់កម្លាំងបើកទូទឹកកកឃើញទឹកក្រូចកំប៉ុងអ្នកនឹងគិតថាវាមិនអីនោះទេខ្ញុំគ្រាន់តែចង់ញ៉ាំឲ្យមានកម្លាំងប៉ុណ្ណោះប៉ុន្តែមិនមែនញ៉ាំតែទឹកក្រូចនោះទេអស់នំដល់តែ2កញ្ចប់ទៀតដំណោះស្រាយដ៏ឆ្លាតវៃនោះគឺកុំទិញនំទាំងនោះតាំងពីដំបូងមកឬក៏ទឹកក្រូចទាំងនោះតាំងពីដំបូងមកបើគ្មាននំឬទឹកក្រូចនៅក្នុងទូទឹកកកទេអ្នកនឹងមិនអាចបរិភោគបានឡើយទោះបីជាអ្នកចង់ក៏ដោយអ្នកមិនចាំបាច់ប្រើកម្លាំងចិត្តដើម្បីទប់ទល់នឹងអ្វីដែលមិនមាននោះទេឧទាហរណ៍មួយទៀតបើអ្នកចង់ផ្ដោតលើការងារកុំដាក់ទូរស័ព្ទនៅជិតដៃដាក់វានៅបន្ទប់មួយផ្សេងទៀតឬបិទសំឡេងរោឬដាក់នៅឲ្យឆ្ងាយពីអ្នកក៏បានឬក៏ការប្រើកម្មវិធីរារាំងកម្មវិធីកម្សាន្តនៅក្នុងម៉ោងធ្វើការរបស់អ្នកបើអ្នកចង់ភ្ញាក់ពីគេងឲ្យបានព្រលឹមកុំដាក់ទូរស័ព្ទនៅក្បែរគ្រែដាក់វាឲ្យឆ្ងាយដូច្នេះអ្នកត្រូវតែក្រោកឡើងដើម្បីទៅបិទសំឡេងរោនោះបើអ្នកចង់អានសៀវភៅបន្ថែមដាក់សៀវភៅមួយក្បាលនៅលើខ្នើយរបស់អ្នកឬក្បែរកន្លែងដែលអ្នកអង្គុយសម្រាកបើអ្នកចង់សន្សំលុយលុបកម្មវិធីទិញទំនិញអនឡាញចេញពីទូរស័ព្ទហើយដាក់លុយចូលទៅក្នុងគណនីសន្សំមួយផ្សេងភ្លាមនៅពេលដែលអ្នកបើកប្រាក់ខែវិធីក្នុងការអនុវត្តឲ្យបានប្រសិទ្ធភាពទី1អ្នកស្វែងរកអន្ទាក់របស់អ្នកតើអ្វីខ្លះដែលតែងតែធ្វើឲ្យអ្នកបោះបង់គឺទូរស័ព្ទបង្អែមមិត្តភ័ក្តិទូរទស្សន៍ឬក៏ជាអ្វីផ្សេងសាកគិតទៅមើលទី2លុបបំបាត់ឬក៏កាត់បន្ថយការលបួងទាំងនោះបើវាជាទូរស័ព្ទដាក់វានៅក្នុងប្រអប់មួយឬក៏ដាក់នៅក្នុងបន្ទប់ផ្សេងទៀតបើសិនជាអ្នកធ្វើការនៅខាងមុខផ្ទះដាក់ទូរស័ព្ទនៅក្រោយផ្ទះបើវាជាបង្អែមសូមកុំទិញមកបើវាជាទឹកក្រូចសូមកុំទិញមកអីបើវាជាមនុស្សចូលកំណត់ពេលជួបឲ្យបានជាក់លាក់ទី3បង្កើតផ្លូវងាយស្រួលសម្រាប់ទម្លាប់ល្អឧទាហរណ៍ថាដាក់សម្លៀកបំពាក់ហាត់ប្រាណត្រៀមទុកនៅក្បែរគ្រែដើម្បីឲ្យអ្នកស្លៀកវាភ្លាមពេលភ្ញាក់ឡើងទី4ផ្លាស់ប្ដូរឥរិយាបថរបស់អ្នកបន្តិចម្ដងរាល់សប្តាហ៍អ្នកអាចធ្វើការកែប្រែតូចមួយនៅក្នុងបន្ទប់ឬក៏កន្លែងធ្វើការរបស់អ្នកដើម្បីឲ្យកាន់តែជួយដល់គោលដៅរបស់អ្នកដូចជាអ្នកអាចរៀបចំធ្នើរដាក់សៀវភៅឲ្យបានស្អាតជាងមុនរៀបតុធ្វើការរបស់អ្នកឲ្យបានស្អាតជាងមុនក៏ថាបានកុំភ្លេចថាមនុស្សដែលឆ្លាតមិនមែនជាអ្នកដែលមានកម្លាំងចិត្តខ្លាំងបំផុតនោះទេអ្នកដែលឆ្លាតគឺជាអ្នកដែលរៀបចំបរិយាកាសរបស់ពួកគេឲ្យបានល្អរហូតដល់ពួកគេស្ទើរតែមិនចាំបាច់ប្រើកម្លាំងចិត្តទៀតផងចូលក្លាយទៅជាស្ថាបត្យករនៃបរិស្ថានរបស់អ្នកមិនមែនគ្រាន់តែជាជនរងគ្រោះនៃការលបួងនោះទេមេរៀនទី5អ្នកអាចសម្រាកតែមិនបោះបង់តើអ្នកធ្លាប់ឮទេមនុស្សជាច្រើនគិតថាការតាំងចិត្តល្អមានន័យថាត្រូវតែខំថ្មិញធ្វើការមិនឈប់មិនសម្រាកដូចជាម៉ាស៊ីនដែលគ្មានប៊ូតុងបិទអញ្ចឹងពួកគេគិតថាបើឈប់មួយថ្ងៃគឺបរាជ័យបើសម្រាកបន្តិចគឺទន់ខ្សោយប៉ុន្តែការពិតទៅគឺផ្ទុយស្រឡះការអស់កម្លាំងខ្លាំងឬ burn out គឺជាឃាតករដ៏ធំបំផុតនៃការតាំងចិត្តវាដូចជាការបើកឡាននៅក្នុងល្បឿនលឿនពេញមួយថ្ងៃដោយមិនដែលឈប់ចាក់សាំងឬក៏ឈប់សម្រាកសោះចឹងនៅពេលណាមួយឡាននឹងឈប់ដំណើរការទាំងស្រុងហើយពេលនោះអ្នកមិនអាចបើកបរទៅមុខទៀតបានឡើយដូច្នេះអ្នកគួរតែធ្វើដូចម្ដេចចូលរៀនបែងចែករវាងការសម្រាកនិងការបោះបង់សម័យថាអ្នកកំពុងតែរត់ម៉ារ៉ាតុងអ្នកមិនអាចរត់ក្នុងល្បឿនលឿនបំផុតពីដើមដល់ចប់បានទេអ្នកនឹងអស់កម្លាំងនៅចំណុចកណ្ដាលផ្លូវអ្នករត់ម៉ារ៉ាតុងដែលឆ្លាតពួកគេរត់ក្នុងល្បឿនសមល្មមហើយពេលខ្លះពួកគេដើរដើម្បីស្ដារកម្លាំងមុននឹងរត់បន្តទៀតការដើរនោះមិនមែនជាការបោះបង់ការប្រណាំងនោះទេវាជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីឲ្យទៅដល់ទីបញ្ចប់ឬក៏គោលដៅរបស់ពួកគេដូចគ្នាក្នុងការតាំងចិត្តរបស់អ្នកបើអ្នកហត់នឹងរៀនភាសាចូលសម្រាកមួយថ្ងៃតែកុំឈប់រៀនទាំងស្រុងថ្ងៃសម្រាកអ្នកអាចស្ដាប់ចម្រៀងភាសានោះតែ5នាទីប៉ុណ្ណោះបើអ្នកហត់នឹងការហាត់ប្រាណចូលហាត់ស្រាលឬដើរលេង10នាទីជំនួសឲ្យការហាត់ធ្ងន់1ម៉ោងបើអ្នកហត់នឹងការអានចូលអានតែ1ទំព័រឬ2ទំព័រជំនួសឲ្យ10-20ទំព័រសម្រាប់វិធីអនុវត្តវិញទី1អ្នកអាចកំណត់ថ្ងៃសម្រាកជាមុនឧទាហរណ៍ថាធ្វើការ6ថ្ងៃសម្រាក1ថ្ងៃថ្ងៃសម្រាកអ្នកនៅតែធ្វើអ្វីមួយតូចតាចតាក់ទងទៅនឹងគោលដៅតែក្នុងបរិមាណតិចតួចយ៉ាងហោចណាស់ 10% នៃការងារធម្មតាទី2ស្ដាប់សញ្ញាពីរាងកាយបើអ្នកគេងមិនលក់
ឆាប់ខឹងឬហត់ពេកឬក៏បាត់បង់ការលើកទឹកចិត្តទាំងស្រុងនោះជាសញ្ញាថាអ្នកត្រូវការសម្រាកជាបន្ទាន់ទី3ប្រើច្បាប់1នាទីនៅថ្ងៃណាដែលអ្នកមិនចង់ធ្វើអ្វីសោះចូលប្រាប់ខ្លួនឯងថាខ្ញុំនឹងធ្វើវាតែ1នាទីប៉ុណ្ណោះភាគច្រើនពេលដែលអ្នកចាប់ផ្ដើមអ្នកនឹងធ្វើវាលើសពី1នាទីទៅទៀតទី4កុំឲ្យមាន0នៅក្នុងប្រតិទិនរបស់អ្នកទោះបីជាអ្នកធ្វើបានតែ 1% នៃគោលដៅក៏ដោយវានៅតែល្អជាង 0% ដែរការដើរយឺតៗនៅតែល្អជាងការដេកដួលនៅមួយកន្លែងកុំភ្លេចថាភាពខុសគ្នារវាងអ្នកដែលជោគជ័យនិងអ្នកដែលបរាជ័យមិនមែនថាអ្នកដែលជោគជ័យមិនដែលហត់នោះទេពួកគេក៏ហត់ដូចយើងដែរប៉ុន្តែពួកគេដឹងពីរបៀបសម្រាកនិងស្ដារខ្លួនឯងឲ្យត្រឡប់មកធ្វើការទាំងនោះវិញពួកគេមិនប្រើភាពហត់ជាលេសដើម្បីបោះបង់ទាំងស្រុងនោះទេចូលចងចាំថាសម្រាកគឺជាការបញ្ចូលថាមពលសម្រាប់ការធ្វើដំណើរបន្តទៀតបោះបង់គឺជាការបិទទ្វារចោលទាំងស្រុងចូលជ្រើសរើសការសម្រាករាល់ពេលដែលអ្នកហត់ហើយអ្នកនឹងឃើញថាអ្នកអាចទៅដល់គោលដៅណាមួយដែលអ្នកចង់បានបើថ្ងៃនេះអ្នកហត់អ្នកអាចសម្រាកបានឬក៏អ្នកអាចចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកបើសិនជាពួកគេមានអារម្មណ៍ថាហត់នឿយពីការងារសូមអរគុណជួបគ្នានៅវីដេអូក្រោយ